បាទសួស្តីអ្នកគ្នាសូមស្វាគមន៍មកកាន់ Channel រាវតាស័យថ្មីនឹងហើយអ្នកទាំងគ្នាដូចជាអ្នកនរគ្នាបានឃើញស្រាប់ហើយនេះជាសកម្មភាពដែលខ្ញុំបានទៅយកត្រី7ពណ៌ពីផ្ទះមិត្តភ័ក្ដិខ្ញុំបាទចំនួន4គូហ្នឹងហើយ4គូតែយើងយក2ពូជ4គូតែក្នុងពូជមួយយក2គូនេះមិនមែនតែទិញឬតែអីដែរអ្នកទាំងគ្នាទៅសុំបាទទៅសុំយកមកចិញ្ចឹមដោយសារតែខ្ញុំចិញ្ចឹមពួក beta ហ្នឹងពិបាករកចំណីពេកអ្នកនរគ្នាសារតែខ្ញុំត្រូវធ្វើការត្រីទៀតទៅចឹងហើយចេញមកវិញយប់ល្ងាចចឹងយើងពិបាករកចំណីឲ្យពួក beta C ចឹងហើយខ្ញុំក៏សម្រេចចិត្តធ្វើពួក7ពើម្ដងហ្នឹងហើយនេះខ្ញុំទៅយកពីផ្ទះមិត្តភ័ក្ដិខ្ញុំកាលពីល្ងាចមិញខ្ញុំទៅយកបាន4គូនៅក្នុងមួយពូជហ្នឹងខ្ញុំយក2គូដោយពូជទី1ឈ្មោះដាំបូខយគាត់ប្រាប់ថាដាំបូខយហើយពូជទី2ហ្នឹងឈ្មោះ purple blue ស្អីអ្នកនរគ្នាខ្ញុំអត់សូវចាំឈ្មោះដែរខ្ញុំsearchក្នុង Google ហើយចាំខ្ញុំប្រាប់អ្នកនរគ្នាតាមចំណងជើងវិញហ្នឹងហើយឃើញថាត្រីគាត់ច្រើនអ្នកនរគ្នាត្រីគាត់មានគ្រប់ពូជសឹងគ្រប់ពូជពួក7ពណ៌ហ្នឹងហើយខ្ញុំក៏សម្រេចចិត្តធ្វើពួកហ្នឹងវិញកុំឲ្យខ្ញុំទុក channel ចោលបាទខំធ្វើ channel មកយូរហើយបាទហ្នឹងហើយឥឡូវគាត់ពងតែចាប់ឲ្យខ្ញុំអ្នកនរគ្នាពងតែចាប់ក្នុងមួយពូជខ្ញុំយក2គូហ្នឹងហើយឥឡូវគាត់ពងចាប់បានមួយពូជហើយបាទនៅពូជមួយទៀតអានេះខ្ញុំអត់សូវស្គាល់ឈ្មោះទេអ្នកនរគ្នាទើបនឹងចាំបាទឥឡូវគាត់បានចាប់ច្រកថងអ្នកនរគ្នាបាទចាប់ច្រកថងឲ្យខ្ញុំបាទគាត់ថាអត់យកកត្រង់ទុយឲ្យគាត់បាទខ្ញុំយកកត្រង់ធំអញ្ចឹងហើយដាក់ក្នុងថងកើតមានតែចាប់ដាក់ថងបាទធ្វើតាមរបៀបនេះបាទហ្នឹងហើយធ្វើការចាប់ចងដាក់ថងមួយពូជសិនបាទយើងដាក់ពូជផ្សេងៗគ្នាដោយសារតែខ្ញុំទៅនឹងលាងធុងបាន2អញ្ចឹងហើយខ្ញុំយកតែ2ពូជសិនអ្នកនរគ្នាប្រហែលវីដេអូក្រោយខ្ញុំធ្វើការលាងធុងបានច្រើនខ្ញុំទៅយកបន្ថែមទៀតបាទគាត់ឲ្យ free ហ្នឹងអ្នកនរគ្នាសារយើងមិត្តភ័ក្ដិនឹងគ្នាបាទហ្នឹងហើយខ្ញុំធ្លាប់ចំពួក beta ជាមួយគ្នាដល់ពេលខ្ញុំចូលធ្វើការទៅខ្ញុំរវល់អត់សូវមានពេលមើលអ្នកនរគ្នាអញ្ចឹងខ្ញុំក៏ឈប់ចំពួក beta ហ្នឹងហើយក៏សម្រាប់ចិត្តធ្វើពួក7ពើបាទហ្នឹងហើយនេះជាពូជទី2អ្នកនរគ្នាពូជទី2នេះខ្ញុំរៀងស្គាល់ដែរគាត់ប្រាប់ថាពួកដាំបូខយរ៉ែដាំបូខយហ្នឹងហើយអញ្ចឹងអ្នកនរគ្នាបាទឃើញថាពូជនេះខ្ញុំស្រឡាញ់បាទស្អាតពូជនេះសម្បូរស្អាតយូរមកពូជនេះឃើញស្រឡាញ់ដោយសារវាមានពើក្រហមអីច្រើនអញ្ចឹងអ្នកនរគ្នាបាទនេះជាឈ្មោះទី1របស់យើងបាទកាត់ដួសជាឈ្មោះទី1របស់យើងដោយការដួសនេះដួសក្នុងការកំងបាទខ្ញុំឈោកំងបាទត្រូវយកមួយនេះអញ្ចឹងអ្នកនរគ្នាបាទស៊ីសងនឹងខ្ញុំកំងបាទហ្នឹងហើយឃើញថាវាស្អាតទាំងនេះទាំងឈ្មោះបាទហើយកូនច្រើនទៀតអ្នកនរគ្នាកូនពួកនេះច្រើនបាទគាត់ថាកាត់ច្រើនកាត់លឿនឲ្យតែយើងមានចំណីស៊ីគ្រប់គ្រាន់អាចចំណីកញ្ចប់យើងនេះអ្នកនរគ្នាបាទចំណីហ្នឹង1គីឡូដូចជា$3ហ្នឹងហើយគាត់ប្រាប់ថា1គីឡូ$3ស៊ីបានច្រើនបាទស៊ីបានរាប់ខែមកត្រីយើងត្រឹម7ពណ៌ប៉ុណ្ណេះបាទឃើញថាមេពោះធំមែនទែនអ្នកនរគ្នាអាចតែបាក់4-5ថ្ងៃអាចកូនហ្នឹងបាទអាចកាត់កូនហើយឃើញថាត្រីគាត់ច្រើនអ្នកនរគ្នាមិនមែនត្រឹមតែមាន2ពូជនេះទេបាទមានច្រើនតែខ្ញុំអត់បានថតឲ្យអ្នកនរគ្នាមើលបាទខ្ញុំថតបានតែ2ពូជនេះហើយសារយើងយក2ពូជនេះអញ្ចឹងអ្នកនរគ្នាបាទណាហើយឥឡូវគ្រប់ហើយអ្នកនរគ្នាអញ្ចឹងយើងធ្វើការច្រកថងបាទគាត់ធ្វើការច្រកថងឲ្យខ្ញុំបាទការច្រកថងនេះដែរយើងច្រកលក្ខណៈលំទេភាសាផ្ទះយើងជិតគ្នាផ្ទះយើងដើរបន្តិចដល់អញ្ចឹងហើយខ្ញុំខ្ជិលដើរកាន់នឹងចាំដែរទៅឲ្យគាត់ច្រកថងឲ្យបាទហ្នឹងហើយគាត់ច្រកថងឲ្យចងឲ្យយើងដល់ទៅផ្ទះបាទឥឡូវគាត់ពងទៅចងអ្នកនរគ្នាពងទៅចងណាសារតែផ្ទះជិតគ្នាអ្នកនរគ្នាបាទផ្ទះជិតគ្នាអញ្ចឹងហើយធ្វើការចងថងបាទយើងដើរមកផ្លេតដល់ផ្ទះបាទស្រួលគេថាពូជនេះស្អាតអ្នកនរគ្នាបាទស្អាតជាងពូជមុនបាទហ្នឹងហើយឥឡូវខ្ញុំបានមកដល់ផ្ទះហើយអ្នកនរគ្នាខ្ញុំបានដល់ផ្ទះហើយ
ហើយខ្ញុំបានយកស្រាយពីគាត់ហើយយកស្លឹកឆាត់នេះធ្វើទឹកដូចពួកបេតាយើងដែរអ្នកនរធ្វើការដាក់អំបិលដាក់ស្លឹកឆាត់ដាក់អីចឹងបាទនេះទៅនឹងរៀបបានតែ2ធុងឯងអ្នកនរអញ្ចឹងយក2ពូជមកសិនដល់ពេលយើងរៀបធុងផ្សេងបានទៀតនឹងធ្វើការទៅយកមកទៀតបាទទៅយកហ្នឹងបានទិញបានអីទេអ្នកនរទៅសុំបាទទៅសុំផ្ទាល់បាទហ្នឹងឥឡូវយើងធ្វើការដាក់សារាយសិនបាទដាក់សារាយដើម្បីឲ្យត្រីរបស់យើងវាមានអារម្មណ៍ថាវា fresh អញ្ចឹងណាអ្នកនរវាមានសារាយមានអីតុំបាទសារាយនេះគឺខ្ញុំយកពីផ្ទះគាត់មកដែរអ្នកនរខ្ញុំមិនបានទៅយកពីណាទេទៅយកពីនោះមកទាំងអស់បាទហើយបាទទាំងស្លឹកឆាត់ទាំងសារាយបាទនេះត្រីរបស់យើងបានមកដល់ផ្ទះបាទសារផ្ទះចិត្តទេអ្នកនរផ្ទះចិត្តបាទយើងចងឲ្យទៅជាប់បាទហើយធ្វើការស្រាយដាក់ធុងអ្នកនរបាទធ្វើការស្រាយដាក់ធុងនឹងធ្វើការស្រាយដាក់ធុងបាទជាទូទៅការស្រាយត្រីបាទមកពីឆ្ងាយឬក៏មកអីយើងអាចធ្វើការដាក់ត្រាំទឹកដើម្បីវាស៊ាំនឹងសីតុណ្ហភាពនៃទឹកបាទតែនេះខ្ញុំអត់បានដាក់ត្រាំយូរទេបាទខ្ញុំត្រាំតាមមួយផ្លេតបាទត្រាំតាមមួយផ្លេតហើយខ្ញុំធ្វើការចាក់ចេញភាសាត្រីក៏វាមិនហត់វាមិនអីដែរអ្នកនរបើមិនក៏យើងកំងពីខេតឆ្ងាយមកយើងអាចធ្វើការត្រាំវា5-10នាទីអីយើងចាំចាក់ចូលធុងបាទតែនេះខ្ញុំស្អាងតែយើងចិត្តត្រីវាអត់ហត់អត់អីចឹងហើយខ្ញុំធ្វើការត្រាំតែមួយផ្លេតខ្ញុំចាក់ចូលធុងបាទសារតែយើងអត់ហត់បាទទេសនៅចិត្តគ្នាចឹងអ្នកនរហ្នឹងហើយយើងធ្វើការចាក់ចេញអ្នកនរបាទធ្វើការចាក់ចេញសត្រីអត់ហត់បាទយើងអត់ផ្លូវឆ្ងាយចឹងហើយយើងធ្វើការចាក់ភ្លាមក៏វាអត់អីដែរអ្នកនរតែបើត្រីយើងកំងពីខេតផ្សេងចឹងយើងធ្វើការត្រាំវាយ៉ាងលឿន10នាទីបាទយ៉ាងយូរ5-10ទៅអ្នកនរបាទដើម្បីវាស៊ាំនឹងកាសធាតុនៃសីតុណ្ហភាពទឹកបាទចង់ជប់មើលបាទឃើញថាស្អាតមែនតើអ្នកនរបាទស្អាតបាទពួកពូជនេះស្អាតបាទចំណែកពូជនេះក៏រាងស្អាតដែរអ្នកនរបាទស្អាតទាំង2គូបាទតែស្អាតទាំង4គូទាំង2ពូជបាទហ្នឹងហើយមេគាត់ឲ្យក៏ធំដែរអ្នកនរបាទចង់ប៉ុនមេដៃមេបាទស្អាតទាំងអស់បាទហើយយើងធ្វើការចាក់ដាក់ធុងរួចហើយបាទហ្នឹងហើយគេថាសុខភាពល្អបាទនឹងយើងចាំមើលតាប្រហែលថ្ងៃបានមានកូនបាទហ្នឹងហើយមើលតែប្រហែលថ្ងៃបានមានកូនហើយពូជណាមុនបានមានកូនមិនមុនអញ្ចឹងណាអ្នកគ្នាហើយធ្វើការដាក់ស្លឹកឆាត់បាទសារខ្ញុំធ្វើទឹកហើយតែយើងអត់មានស្លឹកឆាត់បាទស្លឹកឆាត់ទៅទៅយកបាទចឹងធ្វើការដាក់ស្លឹកឆាត់ហ្នឹងហើយវាដាក់ដូចតែពួកបេតាយើងដែរអ្នកគ្នាហ្នឹងហើយអ្នកគ្នាអញ្ចឹងវីដេអូមានតែប៉ុណ្ណឹងបាទអរគុណច្រើនបាយបាយ